ទូគូទី35ខ្សែទឹកខាងក្នុងមានឈ្មោះថាប្រាសាទសម្បូរសែនជ័យដែលជើញមកពីខេត្តកំពង់ធំពាក់ផ្លាកលេខ069ខ្សែទឹកខាងក្រៅមានឈ្មោះថានិរិនរាំងសីស្រីសពិចិត្រដែលជើញមកពីខេត្តជើញមកពីខេត្តបាត់ដំបងចាឥឡូវនេះខេត្តបាត់ដំបងខ្សែទឹកខាងក្រៅនិរិនរាំងសីរស្មីសពិចិត្រពិតជាលឿនលយអស្ចារ្យមែនទែនហើយគាត់នាំមុខគេគឺដាច់មួយទូកពីរទូកទៅហើយចំណែកឯទូកដែលនៅខ្សែទឹកខាងក្នុងប្រាសាទសម្បូរសែនជ័យដែលជើញមកពីខេត្តកំពង់ធំចាគាត់ក៏ខំកំពង់ធំគឺគាត់ខំប្រឹងបន្ថែមល្បឿនខ្លាំងណាស់ដែរប៉ុន្តែគួរឲ្យសោកស្ដាយគឺនៅរិនរាំងសីស្រីសពិចិត្រនៅខ្សែទឹកខាងក្រៅដែលជើញមកពីខេត្តបាត់ដំបងគាត់ទទួលបានជ័យជំនះហើយឥឡូវនេះគូជាបន្តគឺគូទី35ប្រាសាទសម្បូរសែនជ័យខ្សែទឹកខាងក្រៅមកពីខេត្តកំពង់ធំបាទគួតវងវ៉ានិរិនរាំងសីស្រីសពិចិត្របាទខេត្តកំបាត់ដំបងបាទយើងឃើញថាខ្សែទឹកខាងក្នុងបាទនិរិនរាំងសីស្រីសពិចិត្រនេះបានទទួលបានជ័យជំនះទាំងពីរជើងតែម្ដងបាទទៅលើប្រាសាទសម្បូរសែនជ័យមកពីខេត្តកំពង់ធំ